kecewa. Bang Thiban,ខ្ញុំភៀបនេះស្បអញខ្ញុំយល់ច្រឡំតិចចុះមែនយើងនឹងងក់មានអីជាមួយគ្នាហើយបងជាមនុស្សបែបនេះតែចាំមិញយើងជាមនុស្សបែបនេះណែមានស្រីចេញចូលបន្ទប់យើងមានបែបនេះមកយូរហើយឯងមិនទាន់ទម្លាប់ទៀតឯងខ្ញុំព្យាយាមទម្លាប់នឹងវាតែលើនេះវាហួសហេតុពេកនេះជាមិត្តចំណិតបងជាតិថាយកមកនៅក្នុងបន្ទប់បែបនេះស្ទើរតែបងជាតិនេះគាត់ចាប់បានណាបងធីបានងក់ខ្ញុំបងខ្ញុំមិនបានធ្វើឲ្យបងពិបាកឡើយដោះលែងខ្ញុំទៅអូនងក់របស់បងកុំសម័យយើងមិនព្រមដោះលែងឯងចេញទៅមករអិលឲ្យមនុស្សគេដឹងភាពអាក្រក់របស់យើងនោះឡើយអើយកុំមកបើបងធ្វើបានគាត់ខ្ញុំនឹងយករឿងនេះទៅប្រាប់បងជាតិហ៎ចុះអីឯងធ្វើម៉េចណាវិននេះឯងហ៊ានគំរាមដល់យើងខ្ញុំបានគំរាមទេតែខ្ញុំមិនចង់ឲ្យបងធ្វើបាបមនុស្សស្រីវាហួសហេតុពេកហើយបងអាវិនឯងគួរតែស្លាប់តាំងពីពេលដែលម៉ាក់កើតអបតហេតុម្ល៉េះកុំឲ្យឯងមកខ្លាចជាសត្រូវរបស់យើងស្លាប់ទៅបងទៅបានហើយនៅបងទៅបានហើយតែកុំភ្លេចធ្វើតាមសន្យាកុំយករឿងនេះទៅប្រាប់បងជីនបងសន្យាថាបងមិនប្រាប់ជីនជាតិគ្មានថ្ងៃដឹងឡើយថាគាត់đãដឹងគេជាមនុស្សអាក្រក់យ៉ាងណាបងឆាប់ទៅបានហើយយ៉ាងម៉េចនឹងសូមមានការអីទៅតែរបងតំប្រឹងខ្ញុំមករសីបង្ករឿងទៀតហើយពេលនេះលោកប៉ាការ៉ាងដណ្ដាបខ្លាំងណាស់រឿងស្អីទៅនាងម៉ារ៉ាស៊ីនឹងមកផ្ទះវិញចិត្តភ្លឺហើយស្វឹងមកទៀតរ៉ាស៊ីនាងទៅណាហេតុអីទើបតែមកវិញនាងមកវិញចិត្តភ្លឺរាល់ថ្ងៃតាមពិតតើនាងទៅណាខ្ញុំសួរខ្ញុំមិនចាំបាច់ត្រូវតបទេតែខ្ញុំជាប្តីរបស់នាងជាប្តីមិនដែលស្រឡាញ់មិនដែលខ្វល់ជាមួយតើហេតុអីទៅខ្ញុំធ្វើស្អីខុសខ្ញុំធ្វើអីខុសនាងប្រាប់ខ្ញុំមកហេតុអីក៏នាងទៅធ្វើបែបនេះប្រាប់ខ្ញុំមកមានរឿងអីប្រាប់ខ្ញុំមកប្រាប់មកលោកប៉ែមានរឿងអីហ្នឹងនេះលោកមិនដឹងពិតមែនទេថាហេតុអីខ្ញុំមិននិយាយព្រោះគិតថាវាជារឿងដែលលោកមិនចាប់អារម្មណ៍ហើយវាមិនសំខាន់ចំពោះលោកតែវាសំខាន់សម្រាប់អ្នកជាប្រពន្ធតើស្អីទៅខ្ញុំអបសុងខ្ញុំនៅមានសេចក្តីត្រូវការលោកស្ដាប់លើទេហ៎នេះនាងអបសុកឯងណែខ្ញុំមិនបានក្បត់ចិត្តលោកទេខ្ញុំគ្រាន់តែចង់ទៅដើរលេងជាមួយមិត្តភ័ក្តិដើម្បីបំបត្តិភាពអបសុកតែប៉ុណ្ណោះឯង
នាងចង់ឲ្យខ្ញុំជឿនាងចង់ឲ្យខ្ញុំជឿអញ្ចឹងពិសោធន៍ទេពិសោធន៍ថាវាមានក្លិនប្រុសជាប់ខ្លួនខ្ញុំទេពិសោធន៍ទេពិសោធន៍ទេពិសោធន៍ហ៊ានគិតជាមួយខ្ញុំដល់ថ្នាក់នេះត្រូវតែហ៊ានពិសោធន៍ពិសោធន៍ទេពិសោធន៍ទេតែនាងស៊ីបានហើយលោកប៉ែស្ងប់អារម្មណ៍សិនទៅអង្គុយចុះសិនទៅលោកប៉ែលោកមើលស្រាលខ្ញុំលោកធ្វើឲ្យខ្ញុំខូចចិត្តហើយខកបំណងលើលោកខ្លាំងណាស់តែនាងស៊ីខ្ញុំប្រាប់ថាឈប់កុំអីសុកុំថាឲ្យស៊ីអីប៉ាខ្លួនឯងទេខុសអូយរ៉ាស៊ីលោកប៉ែរ៉ាស៊ីលោកប៉ែតាំងស្មារតីឡើងអមអូននេះណាចុះពេលនេះអាការៈលោកប៉ាយ៉ាងម៉េចទៅហើយអំពេទ្យប្រាប់ថាលោកប៉ាមានអាការៈរបស់រោគបេះដូងកុំធ្វើអីគាត់ស្មងមិនចឹងអាការៈនឹងធ្វើទុំបងឌីងបងមកវិញបានទេខ្ញុំធុញនឹងរឿងឈួតនេះមែនទេហើយខ្ញុំចង់ឲ្យវាបញ្ចប់នេះคุณណែបងធ្វើជ្រុលពេកហើយនេះបងស្ដាប់ខ្ញុំនិយាយអត់ហើយអូននិយាយជាមួយបងឬអត់ទេខ្ញុំមិនចូលចិត្តឲ្យបងឲ្យនីឌីងមកវាយស្និទ្ធជាមួយកូនជីនបងកំពុងលើកស្ទួយនាយនឹងឲ្យស្មើនឹងទេវ៉ាន់អញ្ចឹងហ៎បថងនីឌីងវាត្រឹមតែជាដុំគ្រោះដែលឥតតម្លៃទោះជាយកទៅលាងយកទៅដុសខាត់យ៉ាងណាក៏មិនអាចធៀបស្មើនឹងទេវ៉ាន់បានដែរបងចង់ធ្វើស្អីនឹងបងដឹងខ្លួនទីបងគិតគ្រប់យ៉ាងដែលបងធ្វើហើយបងមិនដែលវាយតម្លៃមនុស្សលើឋានៈតម្លៃមនុស្សវានៅលើចិត្តហើយនឹងគំនិតហើយចិត្តគំនិតនេះឌីងវាយ៉ាងម៉េចបងដឹងទេបថោអើយវាអាចចង់សបាចាប់ផ្កាយដើម្បីដំឡើងឋានៈរបស់វាដើម្បីបោកយកទ្រព្យរបស់បងតាមរយៈចិត្តនោះក៏ថាបានគិតបានតែប៉ុណ្្នឹងខ្ញុំក៏គិតរបស់ខ្ញុំបែបនេះឯងនេះជាពិភពនៃការពិតគ្មានអ្នកណាធ្វើអ្វីដោយមិនចង់បានផលប្រយោជន៍នោះទេនេះឯនារីដែលបងធ្លាប់ស្រឡាញ់ហើយសម្រេចចិត្តរួមជីវិតជាមួយព្រោះសេចក្តីល្អឬមួយតាមពិតទៅនារីម្នាក់នឹងវាគ្មានរូបរាងឬនេះជាធាតុពិតបងចេតនាបងសុំទឿនជាលើកចុងក្រោយណាមុននឹងបងអស់ភាពអត់ធ្មត់នៅប្រមាណនាទីខាងមុខនេះឈប់ធ្វើខ្លួនអាក្រក់មើលហើយមានគំនិតដែលគួរឲ្យស្អប់បែបនេះទៀតទៅមើលខ្ញុំធ្វើអីគិតអីជាមួយខ្ញុំអត់គិនហើយនេះមនុស្សអត់សម្រួលនេះចង់សបាចាប់ផ្កាយដំឡើងឋានៈឲ្យបោកយកទ្រព្យប៉ាខ្ញុំអញ្ចឹងហ៎អូយអត់ទេខ្ញុំមិនបានគិតបែបនេះនោះទេមិនបានគិតទេមិនបានគិតថារាហូលេផ្ទះនេះហើយយ៉ាងម៉េចមករយៈនេះមានតែរឿងណារឿងលោកម្ចាស់ឆ្លោះជាមួយលោកស្រីណារឿងអ្នកនាងចិត្តនឹងលោកទេវ៉ាន់ទៀតអូយអាណិតតែអ្នកនាងចិត្តទេមិនដឹងថាទៅយកភាពសម័យចិត្តមកពីណាបានបើផ្ទះនេះមិនសមជាផ្ទះអុយហើយនៅក៏ខ្លាយជាក្មេងមានបញ្ហាដើរលេងយប់ដូចកាលពីមុនវិញយ៉ាងចឹងនាងចិត្តគេធំហើយគេមិនធ្វើខ្លួនបែបនោះទេអាចអាចឲ្យយើងទៅហើយណាជួយប្រមូលចានផងគិតអីជាមួយខ្ញុំរអន់គិតហើយនេះមនុស្សគាត់នេះចង់សបាចាប់ផ្កាយដំកើងឋានៈដើម្បីបោកយកទ្រព្យលោកប៉ាខ្ញុំមែនទេមិនអញ្ចឹងទេមិនបានគិតទេមិនបានគិតទេអត់ទេមិនបានគិតស្អីមិញតែនិយាយច្បាស់ណាស់ថាគិតគេយ៉ាងម៉េចខ្ញុំគិតថានាងយ៉ាងម៉េចទៅហើយពេលប៉ាម៉ាក់នាងឆ្លោះគ្នានោះនាងស្មុគស្មាញឬអត់នាងមិនសប្បាយចិត្តឬអត់នេះនាងខ្ញុំមិនដែលគិតចង់
មិនដែលធ្លាប់គិតចង់ចាប់នាងបន្តិចឡើយទោះជាខ្ញុំស្លាប់ហើយចាប់ជាតិជាថ្មី10ជាតិទៀតក៏ខ្ញុំមិនគិតដែរចាំម៉េចខ្ញុំមិនគួរគិតត្រង់ណាមិនគួរឲ្យគិតត្រង់ណាកោតហ៊ានសួរតកើតនេះនាងធ្លាប់បានឮពាក្យនេះទេអ្នកធ្លាប់បានឮទេថាបុរាណលោកពោលថាមានកូនស្រីដូចជាមានបង្គន់នៅមុខផ្ទះបង្គន់ណាស្គាល់ទេបង្គន់ហ្នឹងឯងបង្គន់ហ្នឹងនេះបាននេះថាធ្លាប់ឮមែនទេធ្លាប់ឮមែនទេទើបនាងលាខ្លួនអត់ទេទៅធ្វើការខ្លួនឯងមិនបាច់ជិះឡានខ្ញុំទៅទេអូហូយល្អណាស់ព្រោះថ្ងៃនេះខ្ញុំក៏មិនចង់ជិះឡានបង្គន់ទៅធ្វើការដែរហើយនេះអាប្រោះមាត់បង្គន់មាត់បង្គន់នេះអញ្ចឹងសមគ្នាណាមាត់បង្គន់និងបង្គន់វាសមគ្នាណាមាត់បង្គន់មាត់បង្គន់និងបង្គន់មិនមែនបង្គន់ទេនេះបង្គន់មិនមែនទេអូយតែខ្លួនអញចាស់បើខ្ញុំទៅវិញតើមានអ្នកណាចាំលោនាងឲ្យនាងបំភ្លេចរឿងស្មុគស្មាញជំរាបសួរបានបងរតនាបានប្រវត្តិអ្នកដែលលោកទេវ៉ាន់ណាត់ជួបថ្ងៃមុនហើយសង្ស័យយើងត្រូវនិយាយគ្នាយូរហើយអញ្ចឹងចុះល្អទេចាំណាត់ជួបគ្នានៅហាងកាហ្វេក្បែរអូហ្វីសជេងប្រញាប់បានទេនាងខ្ញុំទៅជាមួយផងមកឡើងបង្គន់ធ្វើស្អីទៅហើយអញ្ចឹងខ្ញុំសុំទៅផងចុះតែបើខ្ញុំមិនទៅជាមួយនាងខ្ញុំទៅយឺតមិនខានទេឈីអញ្ចឹងមកធ្វើអញលួងស្មានតែគ្រាន់បានអត់ណានាងនៅឈរធ្វើអីទៀតមិនក៏មិនឆាប់បើកឡានទៅឈរដូចជាយាយចាស់តកើតដែរនេះអ្នកណាចេះហួយញ៉ាំឡានទៅហ៎ចូលឡានអូយលោកធ្វើស្អីណានេះឡានខ្ញុំណាអុយនេះដេញលោកចង់ធ្វើស្អីអុយនេះដេញយ៉ាងនេះអូយស្លាប់ហើយនេះឲ្យកូនសោឡានមកនេះលោកចង់ធ្វើអីអុយណាសោឡានអត់មកនេះលោកចង់ធ្វើអីសោឡានលោកបើកមិនបានទៅបាត់ដៃនៅឈើនៅឡើយហេខ្ញុំបានគ្រាន់បើហើយលោកថយចេញទៅខ្ញុំចាប់បានខ្លួនឯងមិនបាច់ទេនេះអុយអូយនេះដេញខ្ញុំខ្លាចគ្មានសមត្ថភាពខ្ញុំមិនទុកចិត្តលោកទេវ៉ៃនេះដេញក៏បើលឿនពេកប៉ាអមឃើញអាដួងណានេះដួងអីចេញទៅតាំងពីព្រឹកម្លេះតើតើណាវាទៅណោះអ្នកគ្រូឡប់ខ្ញុំទឹកតិចសិនទៅបន្តិចទៀតបងឌីងនឹងមកដល់មិនយឺតទេចាហើយបងឌីងមកធ្វើការយ៉ាងម៉េចដែរហើយគេតងស្អីជាមួយនាងដែរសុំតបផងលោកម្នាក់នឹងជាច្បាយអ្នកនាងឬអត់ទេចាហើយគេគ្មានការងារធ្វើទេអីទៅមករំខានភ្ញៀវបែបនេះខ្វះការគួរសមបំផុតខ្ញុំទុកថានាងមិនមែនជាភ្ញៀវទេដូច្នេះហើយមិនចាំបាច់ត្រូវមានការគួរសមឡើយតែខ្ញុំមែនចង់ខកថាជាសង្សារលោកឌីងអញ្ចឹងហ៎ណែនាងដឹងទុកទៅថាលោកឌីងធ្លាប់ប្រាប់ខ្ញុំថាគេមិនបានគិតអ្វីជាមួយនាងហើយគេក៏មិនបានគិតអ្វីជាមួយស្រីផ្សេងទាំងអស់ក្រៅពីឡប់ហើយនៅពូកែកុហកថែមទៀត
នេះរួចហើយតែលោកចង់ធ្វើអីគឺថតរូបមនុស្សស្រីដែលមកតាមញ៉ែប្រុសនោះអីអត់គេខ្មាស់ផ្ដេសផ្ដាស់មកសុំថតបន្តិចមើលកំថតអត់ថតបន្តិចហើយកំថតឈប់ថតឥឡូវនេះភ្លាមឈប់ភ្លាមស្អីគេរបស់នាងត្រៀមខ្លួនត្រូវគេដេញចេញឲ្យហើយទៅព្រោះខ្ញុំនឹងយករូបនាងនេះចូល Facebook ឲ្យចវាយនាងបានមើលនឹងបានដឹងទូទាំងមហាវិទ្យាល័យតែម្ដងថាអ្នកគ្រូឡប់ដូចជានាងឯងមកតាមញ៉ែប្រុសដល់ office លោកណែមិនព្រមទៅទៀតណែសង្ស័យចង់មានព័ត៌មានហើយបានចាំខ្ញុំអំពីម្ដងឲ្យស្ងៀមកុំថតណាកុំថតមកទៅណាឈប់ទៅណាផ្ញើទុកសិនចាខ្ញុំនៅសងសឹកវិញជាមិនខានទេអត់បានតាហើយចាំទុកផងទៅថានាងគ្មានថ្ងៃញ៉ាយលោកឌីងជាប់ឡើយព្រោះខ្ញុំនឹងធ្វើជាឆ្អឹងទៅតឹងកតាមរំខាននាងរហូតអារោគចិនធ្វើធ្វើឲ្យខ្ញុំឈឺចាប់ប៉ុណ្ណាខ្ញុំនឹងសងឲ្យនាងវិញប៉ុណ្ណឹងអ្នកគ្រូឡប់អើយនេះសានេះឌីងបើកឡានយ៉ាងម៉េចហ្នឹងបើកបែបនេះខ្ញុំវិលមកស្ទើរស្លាប់ថៃហ្នឹងលើក្រែមិនបាច់មកបើកឲ្យខ្ញុំទៀតទេតែយកទេងាកមកស្ដាប់ខ្ញុំសិនចាឡោតចប់ហើយហ្នឹងចប់ហើយចប់តែណាមិនក៏មិនទៅធ្វើការទៅទិញកាហ្វេបន្តិចមកវិញហើយកាហ្វេនៅទីនេះក៏មានផឹកដែរទោះមិនទៅជាខ្ញុំស្អាតតែខ្ញុំមិនល្ងងទេអើយជួយផងអូយបងរតនាចាប់បានអីយកទៅចោលអត់នោះមកមិនបានទេអូយចិត្តតារបស់គេនឹងទេទៅមិនព្រមទទួលថ្មនេះឲ្យមិនតាន់មកទៀតនេះឌីងក៏មិនតាន់មកដូចគ្នាដែរមែនទេហើយជាស្អីរបស់នាងដែរទៅយូផាគ្មានស្អីទេចាខ្ញុំយកឯកសារមកឲ្យលោកទេវ៉ាន់សញ្ញេចានាងរតនាក៏មិនតាន់មកដូចគ្នាដែរចាអូយស្លាប់អូយនេះឈប់ភ្លាមឈប់ឥឡូវនេះភ្លាមណាឈប់ណានេះអូយនេះជិតហេអ្នកនេះចាប់ដេញតាវាទៅអ្នកដេញនេះជិតបរោះឯងសិនទៅអើយរតនានេះអមអាយចិត្តរតនាបរតនាអូទៅរួចទៅនេះអរគុណហើយអ្នកនាងជីនគឺមិនដៃនោះទេចង់ឲ្យបរោះដូចនេះដេញមានធំបែបនេះមកជួយគ្រាមើលទៅប្រហែលជាមិនសូវសមនោះទេតាំងពីស្គាល់គ្នាមកទើបតែឃើញចេះគិតថ្ងៃនេះឯងនេះមុននឹងចង់ជេរខ្ញុំស្ងាត់មកផ្លេសិនទៅគឺខ្ញុំមានការសំខាន់ចង់និយាយជាមួយនឹងបងរតនា
ខ្ញុំក៏មានការចង់និយាយជាមួយដូចគ្នាគ្មាននោះទេខ្ញុំដឹងថាមនុស្សដូចជានាងគ្មានស្អីមកនិយាយទេនាងទៅវិញសិនចុះខ្ញុំមានការសំខាន់ពិតមែនខ្ញុំក៏ចង់ដឹងដែរថាលោកក៏ចង់និយាយអីជាមួយបងរតនីរតនានេះជាប្រវត្តិអាចឆងតាលោកក៏ដឹងដែរមិនចឹងឯងថាទីនេះមនុស្សវាច្រើនខ្ញុំមិនចង់ឲ្យរឿងវាបែកខាហើយនេះរតនានេះនាងមិនបានសង្កេតអ្នកដែលតាមនាងមកទេមិនបានសង្កេតទេចាល្អហើយដែលលោកឌីងជាមួយនឹងជាតិមកអត់តាន់ពេលវេលាមិនអញ្ចឹងមិនដឹងថាអាចកើតអ្វីខ្លាំងជាងនេះឬក៏អត់សំណាល្អហើយគ្រាន់តែពោកក្បាលខួរក្បាលមិនបានកើតអ្វីលោកឌីងចុះប៉ូលីសគេថាមិនដែរប៉ូលីសនឹងក៏ចុះកំណត់ហេតុប្រចាំថ្ងៃរួចរាល់អស់ហើយក៏សន្យាថានឹងប្រញាប់តាមរកជនល្មើសឲ្យបានឆាប់បំផុតខ្ញុំប្រាប់រតនាច្រើនដងហើយថាឲ្យទិញឡានប្រើនាងជាស្រីខ្លួនមួយហើយទៅណាមកណាវាអាចមានគ្រោះថ្នាក់តែសួរតាមត្រង់ចុះទៅទីនឹងធ្វើអីគឺជួនអីខ្ញុំមានរឿងចង់ពិគ្រោះជាមួយលោកឌីងចារឿងអីដែលត្រូវប្រឹក្សានេះឌីងជាលេខាលោកប៉ាខ្ញុំមិនចឹងហីស្រីជាតិត្រឡប់ទៅអូហ្វីសមុនទៅលោកប៉ាប៉ុន្តែទេវ៉ាន់គេកំពុងតែតាមរកកូនឬថាមានរឿងចង់និយាយជាមួយតែខ្ញុំអត់មានអញ្ចឹងទៅប្រជុំជំនួសប៉ាសិនទៅទទួលរឿងផ្នែកលក់សិនមិនបាច់សម្រេចចិត្តអ្វីទាំងអស់ឲ្យមកប្រឹក្សាប៉ាសិនខ្ញុំឬក៏ធ្វើមិនបានប្រកាសណានេះឌីងខ្ញុំប្រាប់ឲ្យដឹងទៅចុះថាមនុស្សដូចចិត្តតាវ៉ាន់លើលោកនេះគ្មានអ្វីដែលធ្វើមិនបានឡើយលោកស្គាល់ខ្ញុំស្ដាំពេកហើយច្បាស់ខ្ញុំទៅក៏បានដែរលោកប៉ែเกี่ยวกับតេតូននឹងទេវ៉ាន់មែនទេមែនហើយចាហើយមានអ្នកណាឃើញមុខឯងរត់ទេគ្មានទេបានខ្ញុំពាក់ស្រោមមុខល្អហើយសភាពនាងនឹងវាយ៉ាងមិនដែរជួនអីអាឌីងជាមួយនឹងនាងចិត្តនឹងផុសមកពីណាក៏មិនដឹងដែរទើបខ្ញុំមិនទាន់បានចាត់ការថាម៉េចអាឌីងនឹងអូនចិត្តមែនទេបានអរណាចុះទៅលោកទេបានចុះថ្លៃជ្រួលខ្ញុំនេះខ្ញុំសុំ 20,000 ហេតុអីក៏ឲ្យតែ 10,000 គឺយើងចង់ឲ្យនាងនឹងវារបួសធ្ងន់ធ្ងរតែសភាពវាមិនបានដូចដែលយើងត្រូវការឯងយល់ទៅប៉ុណ្្នឹងទៅតែអើយនៅមានច្រើនអ្នកណាស់ដែលគេចង់មកទទួលលុយយើងដើម្បីទៅចាត់ការឯងបើឯងនៅចង់មកតបឬមកភ័យថាម៉េចហ្នឹងគឺបែបនឹងឯងចាលោកស្រីអូយលោកប្រធាននេះណាបញ្ញាប់ចេញទៅភ្លាមបញ្ញាប់ចេញទៅយកចិត្តដល់មន្ទីរពេទ្យការងារក៏មិនព្រមធ្វើនោះដែរហើយសភាពវាយ៉ាងម៉េចដែរស្លាប់ទេ
អូមិនទាន់ស្លាប់ទេចានៅវិជាបានយូរទៀតនេះគ្រាន់តែពោកក្បាលបន្តិចតួចសោះធ្វើឯវិជាដូចជាចង់ស្លាប់ចង់រស់អើយគួរឲ្យគ្រឺតណាស់ចាចាយុផាអោអីบอกอะไรអីម៉ាក់ខ្ញុំគឺនិយាយដោយដែរអ្នកនាងបានលឺនឹងចឹងថាវាមិនមែនជាការពិតទេហេតុអីអ្នកនាងជិតដឹងថាវាមិនមែនជាការពិតគឺព្រោះតែខ្ញុំនៅក្នុងហេតុការណ៍ទាំងអស់នឹងហើយរតនាគេនៅផ្ទះមិនបានទៅពេទ្យដូចដែលប្រូឡើយមកនេះមកអ្នកនាងជិតចង់នាំខ្ញុំទៅណានឹងចាខ្ញុំដេញនាងចេញហាជ្រុលពេកហើយអ្នកនាងជីននៅតិចពេកផងមកនេះអូយមកនេះប្រាប់ហើយមកនេះអីអ្នកនាងជីននេះមានរឿងស្អីទៅខ្ញុំមិនពេញចិត្តដែលមានបុគ្គលិកមាត់ចង្រៃបែបនេះចូលចិត្តនិយាយបំភ្លៃបំភ្លើសឲ្យលើពីការពិតដែលមិនខ្វល់ថាមានផលប៉ះទង្គិចដល់អ្នកណាខ្លះខ្ញុំដេញនាងចេញលោកធីវ៉ាន់ណាលោកធីវ៉ាន់ជួយខ្ញុំផងទៅខ្ញុំមិនខុសទេខ្ញុំនិយាយការពិតតាមដែលខ្ញុំគិតចាអូនជីនបងថោនចិត្តចិត្តត្រជាក់សិនទៅខាងនេះទុកឲ្យបងចាត់ការខ្លួនឯងក៏បានខ្ញុំនឹងចាត់ត្រជាក់ថាបើកាប់បំភ្លើសមិនចេះចាប់ហ្វ្រាំងរបស់នាងសាំងភាពក្តៅក្រហាយឲ្យគ្រួសារខ្ញុំនោះខ្ញុំស្មប់ពេកនេះបានដឹកដៃគ្នាមិនខាននេះមិនបាច់បារម្ភនោះទេយ៉ាងណាខ្ញុំត្រូវតែការពារនាងព្រោះខ្ញុំជឿថាអ្វីដែលនាងធ្វើទៅព្រោះតែបំណងល្អខ្ញុំក្រាបសំពះអរគុណលោកទេវ៉ាន់ខ្លាំងណាស់លោកទេវ៉ាន់ត្រូវតែជួយខ្ញុំផងកុំឲ្យអ្នកនាងជីនដេញខ្ញុំចេញអីអូនជីនគេមិនហ៊ានចំទាស់ចិត្តខ្ញុំទេប៉ុន្តែយ៉ាងណាខ្ញុំសូមផ្ញើឲ្យយូផាជួយធ្វើភ្នែករបស់ចំនួនលោកស្រីវ៉ាន់ឌីផងនាងជឿខ្ញុំចុះថាអ្វីដែលនាងធ្វើវាល្អហើយចាខ្ញុំក៏ថាអញ្ចឹងដែរចាអ្វីដែលមិនល្អខ្ញុំមិនធ្វើជាដាច់ខាតចាហើយខ្ញុំក៏បានតែភាវនាប៉ុណ្ណោះឯងថាថ្ងៃណាមួយលោកស្រីវ៉ាន់ឌីនឹងក្រោកមកធ្វើអ្វីឲ្យដាច់ខាតច្បាស់លាស់ខ្ញុំក៏ថាអញ្ចឹងដែរចាគួរឲ្យប្លែកណាស់រឿងសំខាន់ដល់ថ្នាក់នេះនាយទេវ៉ាន់ក៏ជាមនុស្សឆ្លាតហេតុអីបានជាសម្រាប់ចិត្តធ្វើអីនៅចិត្តអอฟហ្វិសដល់ថ្នាក់នេះឯគិតថាគ្មានអ្នកណាខ្វល់ឬចាំអារម្មណ៍ក៏ថាបានហើយម្យ៉ាងទៀតវាអាចជាការជីកស្រាបញ្ឆោតត្រីក៏ថាបានឌីងបាននេះថាមិញគឺអញ្ចេះទេបានខ្ញុំគិតថាគេកំពុងតែចង់មើលថាមានអ្នកណាចាំសង្កេតមើលគេដែរអត់ទេជំរាបសួរចានៅខាងក្រៅមានទីហើយចាំខ្ញុំចេញទៅជួបចា
ចាយុផានnàyណាមិនតាន់ចូលមកទៀតទេទៅចាញ់ទៅមិញនេះឯងចាពេលប្រជុំអូនជាតិគឺបងមានរឿងចង់និយាយជាមួយខ្ញុំចូលប្រជុំមិនទៅនេះនាងខ្ញុំអរគុណលោកម្ចាស់ខ្លាំងណាស់ប៉ុន្តែរឿងឡានខ្ញុំទទួលយកមិនបានពិតមែនហេតុអីនាងមិនចង់បានអ្វីសោះបែបនេះមិនបានត្រូវតែទទួលហើយនេះជាបញ្ជាមិនឃើញដូចជាអាជីពទេម្នាក់ហ្នឹងឯងបដូរឡានដូចជាស្បែកជើងអញ្ចឹងសុំទោសបានដែលរិះគន់ពួកម៉ាភ្លេចទៅថាជាកូនច្បាយបានមិនអីនោះទេមិនបាច់សុំទោសទេព្រោះវាជារឿងពិតហើយយើងត្រូវអរគុណទាំងអស់គ្នាច្រើនជាងដែលជួយធ្វើភ្នែករបស់ឲ្យយើងសង្ស័យថាយើងត្រូវតែមានរឿងនិយាយជាមួយនឹងទេវ៉ាន់យោជាការហើយតែពេលនេះបងមានរឿងត្រូវនិយាយជាមួយខ្ញុំសិនអូនមកទីនេះយ៉ាងម៉េចបានវ៉ាន់ឌីហើយបងបានធ្វើអីខ្លះទៅក្លិនស្អុយវាជះភាយដល់ខ្ញុំតាមមករកឃើញបងបានធ្វើស្អីនេះចង់ឲ្យខ្ញុំបោះអាក្រាតឲ្យខ្មាស់គេទៀតអីយ៉ាងម៉េចបងចេតនាខ្ញុំសួរតាមត្រង់ចុះបងមានគេខ្មាស់ខ្លះទេចិត្តជាក់សិនទៅបានអូននិយាយពីណាអូនប្រាប់មកគឺនាងប្រពន្ធចង់បងនោះឯងវាមកយាដាក់បងយ៉ាងម៉េចខ្លះទៅតាមមកមើលវាដល់ផ្ទះបែបនេះប្រពន្ធខ្លួនឯងត្រូវក្រំចិត្តយ៉ាងណាធ្លាប់ខ្វល់ជាមួយខ្លះទេគុំវ៉ាន់លោកស្រីខ្ញុំមិនបានយើងមិនបាននិយាយជាមួយនាងទេនាងស្រីមិនចេះភ្ញាក់លឹកអូវ៉ានេះចាំមិនឲ្យរតនាលេងព្រាមទៅលេងអូនធ្វើអីរបស់អូនខ្ញុំចង់បដៅវានឹងហើយព្រាមប៉ុន្តែឈប់ខ្លួនយើងឆាប់ប៉ះប៉ោះខ្លួនយើងអូនឈប់ហើយស្ដាប់បងនិយាយសិនអត់ពេលស្ដាប់ហើយថ្ងៃនេះមិនមែនវាក៏ខ្ញុំដែរដែលត្រូវរលាយអស់មកខាងលេងខ្ញុំឈប់ព្រាមប្រាប់ថាឈប់លេងខ្ញុំមិនឈប់មែនទេលេងខ្ញុំចាយុផាខ្ញុំត្រូវគាត់បង្ខំខ្ញុំបដិសេធលោកស្រីវ៉ាន់ឌីមិនបានទេបើអញ្ចឹងខ្ញុំទៅវិញសិនហើយណាតាចាហៅឡូជីនឈប់សិននេះតាំងពីរៀបការមកបងមិនអាចធ្វើបាបខ្ញុំសុបអីទៅចង់កញ្ចក់តែពេលនេះបងជួបនាងនឹងបងធ្វើជាមួយខ្ញុំបែបនេះយ៉ាងម៉េចបានធ្វើយ៉ាងម៉េចបានបងថាអូនឈួតលែងមានសតិហើយខ្លួននេះបងជាអ្នកធ្វើឲ្យខ្ញុំឈួតដែលខ្ញុំឈួតព្រោះតែភាពខំខូចរបស់បងភាពមិនចេះចោលរបស់បងនឹងហើយម៉ែចិត្តយៈសិនតែស្ដាប់ខ្ញុំនិយាយសិនតែមិនស្ដាប់ម៉ែស្រីជីតមិនបាច់ទេបើម៉ាក់កូនមិនព្រមបើកចិត្តទេនោះនិយាយទៅវាក៏